ជំរាបសួរអ្នកនរគ្នាកាលពីវីដេអូមុនហ្នឹងខ្ញុំបាននិយាយពីចំណុចអវិជ្ជមានឬក៏ជាចំណុចដែលមិនល្អមួយចំនួនតាក់ទងទៅនឹងម៉ូតូ Honda ADV 160ណាចឹងសម្រាប់ថ្ងៃហ្នឹងខ្ញុំនឹងនិយាយពីចំណុចវិជ្ជមានម្ដងចំណុចល្អហ្នឹងដែលចំណុចទី1ហ្នឹងគឺតាក់ទងទៅនឹងកម្លាំងម៉ាស៊ីនវាខ្លាំងហើយវាស្ទុះលឿនហើយម៉ូតូហ្នឹងវាធន់ហើយជិះផ្លូវឆ្ងាយវាអត់សូវហត់ទេនិងចំណុចទី2វាមានប្រព័ន្ធសុវត្ថិភាពខ្ពស់វាមានប្រព័ន្ធទប់លំនឹងកង់ក្រោយការពារល្អិលហើយនឹងប្រព័ន្ធប្រាំងមុខ ABS វាជួយបន្ថែមទំនុកចិត្តនៅពេលដែលយើងបើកបរវានៅពេលដែលយើងចាប់ទៅវាអត់ល្អិលវាអត់បោកយើងចំពោះចំណុចទី3នៅខាងកង់ក្រោយហ្នឹងវាមានបូមសូវ៉ាដបខ្យល់ខាងក្រោយហ្នឹងវាជួយស្រូបទាញការអញ្ជួយបានល្អនៅពេលដែលយើងជិះផ្លូវអត់សូវល្អផ្លូវអាលាក់ផ្លូវអីហ្នឹងនៅពេលយើងជិះទៅវាមានបូមហ្នឹងអញ្ចឹងវាអត់សូវអាលាក់ទេហើយចំពោះម៉ូតូ026នេះវាមានអេក្រង់ TFT វាមាន Bluetooth ហើយយើងអាច connect ជាមួយទូរស័ព្ទបានដែលកាលពីម៉ូតូស៊េរីមុនវាអត់មានទេហើយចំពោះក្លុបក្រោមកែបហ្នឹងវាធំមានចំណុះ27លីត្រវាធំទលាយដាក់អាវ៉ាន់បានច្រើនអញ្ចឹងយើងអាចដាក់របស់របរអីបានច្រើននិងធុងសាំងវាហ្នឹងក៏ធំដែរចំណុះយើងអាចចាក់បាន8.1លីត្រអញ្ចឹងពេលដែលយើងធ្វើដំណើរផ្លូវឆ្ងាយហ្នឹងវាអត់ងាយអស់សាំងទេព្រោះវាចាក់បានច្រើនហើយចំណុចទី6ចុងក្រោយហ្នឹងចំពោះកម្រិតស៊ីសាំងវាខ្ញុំគិតថាវាស៊ីតិចគួរសមដែរអាហ្នឹងមកតាមបទពិសោធន៍ខ្ញុំណាបើយើងចាក់1លីត្រខ្ញុំអាចជិះបានខ្ទង់50គីឡូអាហ្នឹងបើយើងបើកក្នុងល្បឿនល្មមខ្ទង់60គីឡូម៉ែត្រក្នុង1ម៉ោងហ្នឹងបើកលក្ខណៈឈៀលយើងអត់មួលខ្លាំងអាហ្នឹងអាចបានប៉ុណ្ណឹងអញ្ចឹងចំពោះវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណ